សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយសូមគោរពជម្រាបសួរសម្ដេចទ្រង់ហើយដំលោកទាវញ៉ាហើយបងប្អូនជួនរំជាតិជាទីគោរពស្រឡាញ់ទាំងអស់គ្នាគេខ្ញុំបាទជួបបរិយមានសេចក្តីសំណល់រីមែនទេដែលបានចេញវីដេអូមួយនេះហើយក្នុងកន្លងមកនេះគឺបានធ្វើវីដេអូហើយធ្វើតាក់ទងទៅនឹងសិភៅបណ្ណាល័យចល័តហើយខ្ញុំបានធ្វើបណ្ណាល័យចល័តចំនួន8កន្លែងគឺនៅស្រុកអង្គរបូរីហើយឥឡូវនេះយើងបាន2កន្លែងហើយសូមថ្លែងអរគុណបងដែរសម្រាប់បងប្អូនទាំងអស់ដែលបានចូលរួមបរិច្ចាគលុយតិចតួចពីមាត់ពីកដើម្បីមកចូលរួមដើម្បីធ្វើទូនឹងហើយយើងបានដាក់សិភៅនៅក្នុងទីនោះជាច្រើនហើយក៏សូមថ្លែងអរគុណដល់ប្រជាជនគុណនៅវត្តចាញហើយនិងប្រជាជនគ្រប់វត្តនៅក្នុងស្រុកអង្គរបូរីដែលបានចូលរួមហើយក៏សូមអរគុណដល់បងប្អូនយុវជនដែលជាសិល្បៈនៅក្នុងក្រុងស្រុកអង្គរបូរីនៅចាំវត្តចាញបងប្អូនបានចូលរួមជួយធ្វើយ៉ាងសកម្មមែនទែនហើយយើងនឹងរួមគ្នាដើម្បីធ្វើបណ្ណាល័យចល័តដាក់តាមទីសាធារណៈដើម្បីឲ្យបងប្អូនជនរួមជាតិនិងក្មេងៗយុវជនក្មេងៗអីគឺអានទាំងអស់គ្នាអញ្ចឹងហើយក្នុងផងដែរក៏ខ្ញុំមានសភៅបន្ថែមទៀតដែលពីមានការឧបត្ថម្ភជោគជ័យពីសម្ដេចតេជោហ៊ុនសែនបាទសភៅនេះគឺជាសភៅកម្ពុជាស្ថាបនិកនិងជាបិតាសន្តិភាពរបស់កម្ពុជាហើយខ្ញុំសប្បាយចិត្តណាស់ខ្ញុំអានសភៅនេះហើយគឺយើងមានរបៀបដឹងពីគោលនយោបាយនៃការដឹកនាំរបស់សម្ដេចតើលោកបានឆ្លងកាត់នៃការធ្វើកៅថាចំណុចពិសេសជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងនោះខ្ញុំបានអានមួយចំនួននៅក្នុងចម្ពោះទី1ក៏ដូចចម្ពោះទី2ក្នុងចម្ពោះទី2គឺគេនិយាយអំពីភាពជាអ្នកដឹកនាំហើយនិងជាយុទ្ធសាស្ត្រក្នុងនោះខ្ញុំលើកឡើងអំពីលេខរៀងទី6គឺវាគ្មិនដ៏មានទេពកោសល្យវាគ្មិនដ៏ទេពកោសល្យគឺមានថាសម្ដេចលោកមានជាបុគ្គលឆ្នើមក្នុងការនិយាយទៅកាន់មហាជនទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់គឺលោកមានភាពប៉ិនប្រសប់មែនទែនហើយចំណុចទី7នោះគឺជាភាពជាអ្នកយុទ្ធសាស្ត្រសំខាន់ណាស់គឺនៅពេលដែលយើងនិយាយហើយគឺធ្វើយុទ្ធសាស្ត្រខ្លាំងមែនទែនហើយក្នុងនោះក៏យើងមើលទៅថាភាពជាអ្នកដឹកនាំគឺខ្លាំងរបស់លោកហើយខ្ញុំសូមថ្លែងអរគុណដល់សម្ដេចដែលបានឧបត្ថម្ភសិភៅមានសិភៅសម្ដេចម៉ែហើយព្រមទាំងសិភៅរបស់តែម្នាក់ផងដែរសិភៅនេះនឹងមាននៅក្នុងទូបណ្ណាល័យចល័តបងប្អូនទាំងគ្នានៅក្នុងស្រុកអង្គរបូរីខេត្តបន្ទាយមានជ័យហើយវត្តទាំង7កន្លែងព្រមទាំងនៅជ័យបរិមាណទី7ព្រមទាំងយាយជីផងដែរបងប្អូនជួយទៅអានហើយបងប្អូនទាំងគ្នាកុំភ្លេចបើសិនជាមានចូលរួមមានសិភៅដែលអានហើយបងប្អូនអាចទៅបរិច្ចាគនៅក្នុងទីនោះក៏បានហើយបើសិនជាបងប្អូនទៅនេអីចឹងទៅបងប្អូនអាចទៅអង្គុយលេងនៅទីនោះសួរហ្នឹងអាចអានបានទាំងអស់គ្នាហើយសូមជួយថែរក្សាគ្នាដើម្បីជាគេដំណើររបស់យុវជនចំនួនក្រោយដើម្បីឲ្យពួកគាត់បានឃើញហើយបានធ្វើជាគំរូមួយហើយបានអានទាំងអស់គ្នាហ្នឹងខ្ញុំសប្បាយចិត្តណាស់ហើយខ្ញុំរំភើបមែនទែនសម្រាប់ការបង្កើតមួយនេះហើយខ្ញុំឃើញថាបងប្អូនមួយចំនួនទៀតក៏គាត់បង្កើតទៅតាមខេត្តផ្សេងបាទមានគ្រូជាច្រើនដែលគាត់បង្កើតបណ្ណាល័យតូចទៅតាមទីសាធារណៈយើងសប្បាយចិត្តណាស់ដែលយើងបង្កើតចឹងខ្មែរយើងកាលណាយើងបានអានច្រើនគឺយើងល្អប្រសើរហើយក៏ឥឡូវនេះយើងបរិយាដល់ខេត្តរតនគិរីខេត្តស្ទឹងត្រែងហើយខេត្តពុកមុំព្រមទាំងខេត្តកញ្ចេះហើយខេត្តរតនគិរីដែលដឹកនាំដោយឯកឧត្តមងៀនសុផាតប្រធានកម្មងារនៅខេត្តរតនគិរីហ្នឹងលោកបានធ្វើបណ្ណាល័យចល័តហ្នឹងដាក់នៅទីធ្លីទីសួននៅរតនគិរីបាទរតនគិរីហើយនៅស្ទឹងត្រែងផងហើយនឹងកញ្ចេះផងព្រមទាំងមណ្ឌលគិរីព្រមទាំងសង្កុសព្រមទាំងត្បូងមុំហើយត្បូងមុំគឺអាដាមលីពិសល់គាត់បានធ្វើដែរអញ្ចឹងខ្ញុំសប្បាយចិត្តណាស់ដែលលោកបានធ្វើហើយយើងចូលរួមមួយគ្នាហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានអនុញ្ញាតឲ្យពួកខ្ញុំបានយកទូបណ្ណាល័យចល័តហ្នឹងដាក់តាមទីសាធារណៈជាពិសេសអរគុណដល់អាបាស្រុកអង្គរបូរីហើយអាបាខេត្តបន្ទាយមានជ័យហើយថ្ងៃក្រោយទៅយើងរួមគ្នាថែមទៀតបងប្អូនណាយើងនឹងអាចដាក់នៅក្រុងប៉ោយប៉ែតក្តីឬក៏ទីសួនកន្លែងបងប្អូនរបស់គ្នាតាមរយៈវីដេអូនេះបងប្អូនទាំងគ្នាឃើញកន្លែងណាបងប្អូនអាចធ្វើថែមធ្វើរៀងខ្លួនបងប្អូនណាធ្វើគំនិតធ្វើទូបែបឆ្នៃមកបងប្អូនអាចដាក់នៅក្បាច់ក្បោឲ្យដាក់អក្សរមិនក៏បានដែរសំខាន់បំផុតគឺយើងមានសភៅល្អសម្រាប់ឲ្យបងប្អូនទាំងគ្នាឬក៏ក្មេងគាត់បានទៅអង្គុយលេងនោះគាត់អានទៅនេគាត់អានហ្នឹងទៅ
lại hạt pran này rồi chẳng trong miền Bắc này xôm lại mà con mà đón tiết hay lại để cho con sai hay lại là con tại mà này hay xôm lại mà con rom cục chân nát đại bàn trổ room chui khi ba hay còn đôi chỉ chui đọc để chít Campuchiaตัวชีอย่างน่ะพวกយើងខ្ញុំក៏នេះដែលជាជឿខ្មែររីករាយហើយបេះដូងខ្មែរស្រឡាញ់ខ្មែរហើយសូមអរគុណហើយអរគុណណាស់បងអរគុណមែនទែនជម្រាបលាសប្បាយ